គិតថាខ្ញុំកណ្ដាលខ្ញុំគិតត្រូវណាស់ការចាប់កងទ័ពយើងចាប់ក្រោយពេលបត់ជុំបាញ់ប្រហែលម៉ោងខ្ញុំកណ្ដាលគិតថាចាត់ទុកបងប្អូននេះពលីកម្មដើម្បីជាតិរួចស្រេចទៅហើយគេច្បាស់ណាស់នឹងយកបញ្ហានេះទៅដោះដូររឿងនេះរឿងនោះហើយបងប្អូនទាំងនោះក៏ពិតជាយល់ក្រុមគូសាក៏ពិតជាយល់គេច្បាស់ជាតបភ្ជាប់រឿងនេះរឿងនោះនៅលើពិភពលោកតែច្បាប់ទម្លាប់អន្តរជាតិនៅទីណាទៅបុត្របនដែលជាតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដែលជាជនជាតិថៃទៅណាទៅមិននិយាយមួយម៉ាត់សោះដែលមុនធ្លាប់តែនិយាយឥឡូវអត់រឿងសូរនិយាយសោះសង្គ្រាមគឺតែងតែមានការដោះដូរឆ្លើយសឹកតែនេះចាប់កងទ័ពរបស់យើងលើដីយើងក្រោយបត់ជប់បាញ់យកទៅធ្វើជាចំណាប់ខ្មាំងសូមបងប្អូនជនរួមជាតិយកយល់រឿងនេះខ្ញុំកណាខ្ញុំបានចាត់ទុកថាបងប្អូននេះបានពលិកម្មជីវិតរួចស្រេចទៅហើយផែនការរបស់គេនឹងផ្ដល់ឲ្យយើងនៅថ្ងៃទី12កន្លងទៅប៉ុន្តែវាមានព្រឹត្តិការណ៍នៅណានោះវាបន្តិចបង្ហាក់នៅដំណើរនេះដូច្នេះវាច្បាស់ណាស់ចងភ្ជាប់រវាង12 18នាក់ជាមួយនឹងបញ្ហាដទៃទៀតរាប់ទាំងថ្ងៃមកចាំមើលទៅគេនឹងអាចយកថាត្រូវតែធ្វើអានេះត្រូវតែធ្វើអានោះធ្វើអានេះឲ្យបានគេនឹងដោះអញ្ចឹងយើងចាត់ទុកបងប្អូននេះថាពលីតាមិនគួររឿងនេះទៅជាអញ្ចឹងលើពិភពលោកដែលមានទេអាធននឹងដែលមានទេអាធននឹងដែលជាតិសាសន៍មួយតាំងខ្លួនជាស៊ីវិល័យហើយចាប់ចំណាប់ខ្មាំងដើម្បីដោះដូរនេះមិនមែនជាឆ្លើយសឹកទេណាអត់មែនជាឆ្លើយសឹកទេបងប្អូនយើងស្លូតពេកហើយគេមកគេចាប់ដៃសុំថតរូបរួចហើយជង់ចាប់យកតម្រោព្រោះអាងតែជប់បាញ់ហើយជប់បាញ់ហើយមកដីយើងទៀតមកដីយើងទៀតបងប្អូនយើងស្លូតពេកហើយសូមទោសចំពោះក្រុមគ្រួសារទាំងឡាយដែលមានប្តីមានប្រពន្ធមានកូនមានឪពុកដែលខ្ញុំនិយាយរឿងនេះចេញមកខ្ញុំមិនដែលនិយាយរឿង18នាក់ទេព្រោះខ្ញុំចាត់ទុកថាពួកគេបានបូជាជីវិតរួចស្រេចទៅហើយព្រោះចំក្រោយគេនឹងធ្វើការដោះដូរលើអ្វីមួយការដោះដូរបានឃើញស្រាប់ហើយរឿងព្រឹត្តិការណ៍កើតនៅឯណាមួយគេភ្ជាប់ការមិនដោះលែងនេះគឺជារឿងអណយអធម